ពាក្យពេចន៍របស់ម៉ែគឺជាមនុស្សតែម្នាក់គត់ដែលមើលថែកូន9ខែនៅក្នុងផ្ទៃ3ឆ្នាំនៅក្នុងដៃ1ជីវិតនៅក្នុងបេះដូង9ខែ10ថ្ងៃជាពេលវេលាដែលម៉ែតែងតែទន្ទឹងរង់ចាំផ្លូវរបស់កូនចង់ឃើញមុខកូនចង់បីថ្នាក់ថ្នមកូនចង់ឮសំឡេងកូនយំចង់ដឹងថាមុខរបស់កូនកាត់ទៅរកឪពុកឬកាត់ទៅរកម៉ែកូនដឹងទេ9ខែ10ថ្ងៃវាពិតជាយូរណាស់សម្រាប់អ្នកម៉ែដែលទន្ទឹងរង់ចាំកូនក្នុងអំឡុងពេល9ខែ10ថ្ងៃកូនអើយម៉ែស្គាល់គ្រប់រសជាតិអស់ទៅហើយម៉ែខំប្រឹងឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការធុញថប់ឆ្លងកាត់ការនឿយណាយព្រោះម្ដាយចង់រក្សាកូនដែលនៅក្នុងផ្ទៃឲ្យមានសុខភាពល្អឲ្យកូនកើតមកមានភាពរឹងមាំ9ខែ10ថ្ងៃជាថ្ងៃនៃការចងចាំរបស់ម៉ែចាំបានថាចាប់តាំងពីកូនចុះមកចាប់បដិសន្ធិក្នុងផ្ទៃរបស់ម៉ែមកជីវិតរបស់ម៉ែប្រែប្រួលគ្រប់បែបយ៉ាងឥរិយាបថទាំង4ដេកដើរឈរអង្គុយធ្លាប់តែរហ័សរហួនចង់ទៅណាមកណាក៏តាមចិត្តចង់ធ្វើការងារអ្វីក៏ស្រួលតែពេលដែលមានកូនម៉ែចង់ដេកម៉ែចង់ដើរចង់ឈរអង្គុយក៏ពិបាកធ្វើអ្វីក៏ធ្លាប់តែទាន់ចិត្តងាកទៅណាក៏ទាស់គឺទាស់គ្រប់បែបយ៉ាងចិត្តធ្លាប់តែស្រស់ស្រាយសប្បាយរីករាយទឹកមុខស្រស់បោះតែគ្រាន់តែមានកូនភ្លាមអ្វីត្រូវប្រែប្រួលអស់ឆាប់ខឹងងក់ងោមួម៉ៅក្តៅក្រហាយនឿយណាយធុញថប់ផ្គាប់ចិត្តមិនត្រូវអាហារហូបចុកដែលម៉ែធ្លាប់តែឆ្ងាញ់ធ្លាប់តែចូលចិត្តបែរទៅជាលេបមិនចូលចេះតែរអើមរោគកលតែវិលមុខក្អួតចង្អោរចង់តែខ្យល់ចាប់ឈឺនេះឈឺនោះរកថាមិនត្រូវហូបក៏មិនបានសម្រានក៏មិនលក់ព្រោះតែកូនធ្វើទុករៀងរាល់ថ្ងៃអស់ពេល9ខែម៉ែពោផ្ទៃ9ខែ10ថ្ងៃថ្លៃដឹងទេពិបាកណាស់ណាមាសមេប្រឹងប្រែងថែបុត្រចរណៃពោះកាន់តែធំរឹតកាន់តែធ្ងន់ឈឺស្ពឹកស្រពាន់អស់ជើងដៃវិលមុខក្អួតចង្អោរស្ទើររាល់ថ្ងៃចុកចាប់ពីក្រៃមិនហ៊ានស្រែកហូបក៏មិនបានសម្រានមិនលក់ប្រានម៉ែដង្ហក់ស្រក់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរធ្លាយបែកម៉ែមិនបានដេកព្រោះតែកូនទាំងអស់នេះហើយគឺជាពេលវេលានៃការចងចាំរបស់ម៉ែកូនដឹងទេកូនជាទីស្រឡាញ់របស់ម៉ែបើមិនទាន់សឹងទេជួយធ្វើ